រឿងប្រវេសន្តរជាដកកម្មទី13នគរកាន់បន្ទាប់ពីឮព្រះរាជអង្គការរបស់ព្រះបិតាព្រះបាទស្រីសញ្ជ័យចង់ផ្ទេររាជឲ្យខ្លួនមកព្រះពោធិសត្វក៏បានចរចាជាមួយនឹងព្រះបិតាថាព្រះអង្គនិងពួកអ្នកជនបទអ្នកនិគមបានព្រមព្រៀងគ្នានិរទេសខ្ញុំព្រះអង្គដែលកំពុងសោយរាជតាមធរចាកដែនហើយពេលនោះព្រះរាជាសូមខមាទោសចំពោះបុត្ររបស់ខ្លួនថាមនាលបុត្រនេះពិតជាកំហុសរបស់យើងបានធ្វើអំពើបំផ្លិចបំផ្លាញសេចក្តីចម្រើនបាននិរទេសបាដែលមិនមានកំហុសព្រោះតែជឿតាមពាក្យពួកអ្នកសិវិរិយលុះពោលដូច្នេះហើយព្រះរាជាស្នើសូមបុត្រដើម្បីដោះទុក្ខរបស់ខ្លួនថាកូនគួរដោះទុក្ខរបស់មាតាបិតាឬរបស់បងប្អូនស្រីដោយហេតុណានីមួយសូម្បីដោយជីវិតរបស់ខ្លួនដូច្នោះកូនកុំទុកកំហុសរបស់បិតាក្នុងហឫទ័យឡើយចូលធ្វើតាមពាក្យរបស់ឪពុកចូលដោះភេទឥសីនេះចេញកាន់យកភេទជាស្ដេចផែនដីវិញចុះព្រះពោធិសត្វក៏ទ្រង់សពពរាជហឫទ័យសោយរាជដែរទ្រង់បានពោលថាត្រឹមតែហេតុប៉ុណ្ណេះមិនចាំបាច់និយាយទេត្បិតមិនមានសភាពធ្ងន់ធ្ងរឡើយព្រះពោធិសត្វទទួលថាប្រពៃណាស់គ្រានោះអាមាត្យសហជាតិ 60000 នាក់ដឹងច្បាស់ការយល់ព្រមរបស់ព្រះអង្គក៏នាំគ្នាពោលឡើងថាបបិទ្ធមហារាជការនេះជាការគួរស្រង់ទឹកសូមទ្រង់ដោះជំរះព្រះជោជុលគ្រានោះព្រះមហាសន្ទប្រាប់ពួកគេថាចូលអ្នកទាំងឡាយរងចាំបន្តិចសិនរួចទ្រង់ចូលទៅក្នុងបណ្ណសាលាដោះគ្រឿងឥសីរៀបចំទុកដាក់ហើយស្លៀកសាដកពណ៌សចេញអំពីបណ្ណសាលាដើរប្រទក្សិណបណ្ណសាលា3ជុំពោលថានេះជាកន្លែងដែលអញរស់នៅ9ខែកន្លះធ្វើសមណធម៌អញបានឲ្យទានដោយជំនឿថាកំពូលនៃបារមីញ៉ាំងផែនដីឲ្យរញ្ជួយញាប់ញ័រលុះពោលដូច្នេះព្រះអង្គថ្វាយបង្គំនៅបណ្ណសាលាដោយបញ្ចប្រដាសដ្ឋានរួចទ្រង់ឈរគ្រានោះខ្មាន់ប្រកេសៈជាដើមបានធ្វើកេសៈមាសុកម្មជាដើមគ្រានោះព្រះបាទវេស្សន្តរក៏ដោះជំរះក្អែលលុះដោះជំរះក្អែលហើយបានទ្រទ្រង់ព្រះពស្ត្រពោដូចសាំងពួកគេបានអភិសេកព្រះអង្គដែលប្រដាប់អភិរណៈទាំងពួងរុងរឿងបីដូចទេវរាជក្នុងរាជសម្បត្តិក្នុងពេលនោះព្រះវេស្សន្តរទ្រង់មានព្រះយសធំឡើងកន្លែងដែលទ្រង់តទៅតែងក៏ក្រើកញាប់ញ័រជនទាំងឡាយអ្នកមានមាត់ជាមង្គលក៏ប្រកាសនៅមង្គលយ៉ាងរត់មាត់នឹងបានប្រគំសព្ទដូរតន្ត្រីដ៏ពីរោះល្វែងល្វើយសំឡេងក្រាងក្រអៅនៃដូរតន្ត្រីលាន់ឮទៅដោយសំឡេងមេឃក្រហឹមក្នុងផ្ទៃមហាសមុទ្រពួកអាមាត្យតុបតែងដំរីកែវនាំបង្អោនចូលមកព្រះវេស្សន្តរសៀតប្រខ័ណ្ឌកែវដែលដុតកម្ដៅសត្រូវហើយទ្រង់ឡើងគង់លើដំរីដ៏ប្រសើរឈ្មោះបច្ច័យដែលកើតក្នុងថ្ងៃដំណើរព្រះអង្គនោះរំពេចនោះអាមាត្យសហជាតិ 60000 នាក់ដែលមានខ្លួនប្រដាប់ដោយអលង្ការទាំងពួងស្រាប់ហើយបាននាំគ្នាចោមរោមព្រះអង្គញ៉ាំងឲ្យរីករាយកញ្ញាទាំងពួងទាំងឡាយអញ្ជើញព្រះនាងមទ្រីឲ្យងូតទឹករួចតបតែងខ្លួនថ្វាយហើយអភិសេកពួកគេបានស្រោចនៅទឹកអភិសេកលើព្រះសីរបស់នាងបានពោលពាក្យមង្គលថា
សូមព្រះបាទវេស្សន្តរនិងជាលីកណ្ណហាជានាទាំងពីរបីបាច់ថែរក្សាព្រះនាងទាំងមហារាជព្រះនាមសញ្ជ័យក៏សូមឲ្យថែរក្សាព្រះនាងផងដែរព្រះបាទវេស្សន្តរនិងព្រះនាងមទ្រីបាននៅទីពឹងនេះបានតម្កល់ក្នុងរាជសម្បត្តិហើយភ្នោករលឹកនៅសេចក្តីសៅមងរបស់ព្រះអង្គដែលទ្រង់ធ្លាប់នៅក្នុងព្រៃពីដើមក៏ទ្រង់ឲ្យទូងអនន្តយៈភេរីក៏ទ្រង់ឲ្យទូងអនន្តយៈភេរីត្រែកទៅទីភ្នំវង្កត់ដែលគួរជាទីរីករាយព្រះនាងមទ្រីបរិបូរដោយលក្ខណៈបានទីពឹងនេះហើយក៏ភ្នោករលឹកនៅសេចក្តីសៅមងរបស់ព្រះនាងដែលធ្លាប់នៅក្នុងព្រៃពីដើមបានជួបនឹងបុត្រទាំងពីរហើយត្រេកអររីករាយព្រះនាងមទ្រីបរិបូរដោយលក្ខណៈបានទីពឹងនេះហើយក៏ព្រះហឫទ័យភ្នោករលឹកសេចក្តីសៅមងរបស់ព្រះនាងដែលធ្លាប់នៅក្នុងព្រៃពីដើមមានចិត្តត្រេកអររីករាយជាមួយនឹងបុត្រទាំងពីរលុះព្រះនាងមានសោមនស្សរីករាយយ៉ាងនេះហើយទ្រង់មានព្រះសវណ្ណីបុត្រទាំងពីរថាណែបុត្រទាំងពីរកាលពីដើមមេត្តាបរិភោគផាត់តែមួយពេលដេកផ្ទាល់នឹងដីជានិច្ចមេត្តាប្រព្រឹត្តវត្តប្រតិបត្តិបែបនេះព្រោះមេត្តាប្រាថ្នាចង់ជួបនឹងបាទាំងពីរមនាលបុត្រទាំងពីរវត្តប្រតិបត្តិនោះសម្រេចដល់មេត្តាក្នុងថ្ងៃនេះហើយព្រោះមេត្តាបានជួបនឹងបាទាំងពីរមនាលបុត្រទាំងពីរសូមឲ្យបុណ្យដែលកើតអំពីមេត្តានិងបិតារក្សាបាទាំងពីរទាំងមហារាជព្រះនាមសញ្ជ័យក៏សូមឲ្យរក្សាបាទាំងពីរផងបុណ្យឯណានេះមួយដែលមេត្តាក្តីបិតាក្តីរបស់បាបានធ្វើហើយដោយកុសលទាំងអស់នោះសូមបាទាំងពីរកុំចាស់កុំស្លាប់ឡើយរីឯព្រះនាងផុសតីទេវីគិតថាតាំងពីគ្រានេះទៅចូលបុត្រីប្រសារបស់អញស្លៀកសម្ពុតទាំងនេះទ្រទ្រង់គ្រឿងអភរណៈទាំងនេះគិតរួចព្រះនាងបានបញ្ជូនកបាសសិកពស់កោសាយពស់ខោមពស់និងកោទុំរពស់ទៅថ្វាយព្រះសវណ្ណហាព្រះសន្នសាសំទោសបងប្អូនពាក្យខ្លាំងខ្ញុំក៏មិនយល់ដែរណាបងប្អូនសូមអធិស្ឋានបើកោសាយពស់អាហ្នឹងគឺសំដៅទៅលើសម្លៀកបំពាក់ដល់រខោមពស់និងកោទុំពរពស់ហ្នឹងមិនដឹងទៅស្អីដែរបងប្អូនចាំមើលខ្ញុំស្រាវជ្រាវរកហើយចាំខមមិនដាក់នៅខាងក្រោមជូនបងប្អូនទៅថ្វាយព្រះសន្នសាហ្នឹងគឺកូនប្រសាសន្នហាបាទសន្នសាឬក៏សុនេសាដែលជាសម្ពុតសម្រាប់លំអព្រះនាងមទ្រីលំដាប់តមកព្រះសាសុបាព្រះសាសុបានបញ្ជូនគ្រឿងប្រដាប់ព្រះសរងជាវិការៈនៃមាសនិងគ្រឿងប្រដាប់ព្រះសរងជាវិការៈនៃកែវទៅថ្វាយព្រះសន្នហាហ្នឹងគឺសុនេសានឹងឯងកូនប្រសាណាបងប្អូនលំដាប់តពីនោះទៅទៀតព្រះសាសុបានបញ្ជូនគ្រឿងប្រដាប់ព្រះសរងជាវិការៈនៃមាសនិងកន្ទ្រុំនិងខ្សែក្រវ៉ាត់ជាវិការៈនៃកែវមณีទៅថ្វាយព្រះសុនេសាព្រះសាសុបានបញ្ជូនគ្រឿងប្រដាប់នាលាតជាគ្រឿងប្រដាប់សម្រាប់ព្រះភ័ក្រមានពណ៌ផ្សេងដែលជាវិការៈនៃកែវមณีទៅថ្វាយព្រះសន្នហាព្រះសាសុបើយោងទៅតាមសេចក្តីនេះព្រះសាសុហ្នឹងគឺមានន័យថាជាម្ដាយក្មេកនឹងឯងបងប្អូនណាបានបញ្ជូននូវគ្រឿងប្រដាប់សម្រាប់ព្រះស្ដន់និងគ្រឿងប្រដាប់ស្មានិងខ្សែក្រវ៉ាត់កងជើងទៅថ្វាយព្រះសន្នហាព្រះរាជបុត្រីជាស្ត្រីប្រសើរបានគយគុណមើលគ្រឿងប្រដាប់លបើកដោយអំបោះនិងគ្រឿងប្រដាប់វាចាអំបោះ
ដ៏ល្អក្រៃពេកហាក់ដូចជាទេវកញ្ញាក្នុងនន្ទវនឧទ្យានព្រះរាជបុត្រីកក់ព្រះសេមានព្រះពស្ត្រដ៏ស្អាតស្អិតស្អាងដោយអភិរណៈគ្រប់យ៉ាងដ៏ល្អក្រៃពេកហាក់ដូចស្ត្រីអប្សរក្នុងឋានត្រៃត្រឹងព្រះរាជបុត្រីបរិបូរដោយរបៀបនៃចិញ្ចាញថ្មិញល្អក្រៃពេកហាក់ដូចដើមចេកដែលកើតក្នុងចិត្តលតាវ័នត្រូវខ្យល់បក់បោកហើយព្រះរាជបុត្រីមានបបោមាត់ដូចផ្លែជ្រៃទុំនិងផ្លែបាសទុំល្អក្រៃពេកហាក់ដូចបក្សីមានសរីរៈសពគ្រប់ដូចជាសរីរៈនៃមនុស្សមានស្លាបដ៏វិចិត្រហើយឯកដល់អាកាសអាមាត្យ 60000 នាក់បាននាំមកថ្វាយព្រះនាងមទ្រីនៅដំរីស្រឡាងមួយជាសត្វធន់នឹងការប្រហារដោយលំពេងឬសមានភ្លុកកងទន្ទាំងអាចកោះរំលើងសត្រូវបានមិនចាស់ពេកស្អិតស្អាងដោយអលង្ការទាំងពួងប្រយោជន៍ដើម្បីជាយានជំនិះរបស់ព្រះនាងមទ្រីព្រះនាងមទ្រីឡើងកាន់ដំរីដ៏ប្រសើរដែលមិនចាស់ពេកអត់ទ្រាំលំពេងបានអត់ទ្រាំកូនសបានមានភ្លុកកងទន្ទាំងអាចកោះរំលើងសត្រូវបាននោះក្សត្រទាំងពីរអង្គនោះបានយាងទៅកាន់បន្ទាយកងទ័ពដោយមានយោះដ៏ធំព្រះបាទស្រីសញ្ជ័យទ្រង់ត្រាច់ប្រពៀតភ្នំប្រពៀតព្រៃអស់កន្លះខែជាមួយនឹងជន12អក្ខោភិន័យអូអញ្ចឹងបានន័យថានៅយូរណាបងប្អូនណាស្នាក់នៅក្នុងព្រៃហ្នឹង12កន្លះខែបាទដោយដេកជះរបស់ព្រះមហាក្សត្រពុំមានមរឹកកាចឬបក្សីណាមួយបៀតបៀនជនណាម្នាក់ក្នុងព្រៃដ៏សែនធំនោះឡើយពួកមរឹកនិងពួកបក្សីទាំងប៉ុន្មានដែលមាននៅក្នុងព្រៃទាំងអស់នោះមិនបៀតបៀនគ្នានឹងគ្នាដោយដេកជះនៃព្រះវេស្សន្តរកាលព្រះបាទវេស្សន្តរញ៉ាំងពួកអ្នកសិវរះឲ្យចម្រើនទ្រង់យាងចេញអំពីព្រៃពួកមរឹកនិងពួកបក្សីទាំងប៉ុន្មានដែលមាននៅក្នុងព្រៃទាំងអស់នោះបានមកប្រជុំគ្នាក្នុងទីជាមួយគ្នាលេងស្រែកសំឡេងពីរោះពីរោះព្រះសញ្ជយនរិនព្រះបាទស្រីសញ្ជ័យលុះត្រាច់ប្រពៀតភ្នំប្រពៀតព្រៃកន្លះខែហើយទ្រង់បានឲ្យគេទៅអញ្ជើញនៅលោកសេនាបតីមកសាកសួរថាណែអ្នកយើងនៅក្នុងព្រៃយូរហើយតើផ្លូវជាទីទៅរបស់កូនយើងអ្នកបានតបតែងលម្អរួចរាល់ហើយឬនៅសេនាបតីឆ្លើយថាព្រះករុណាថ្លៃវិសេសព្រះសមត្ថទេពឥឡូវដល់កាលដែលព្រះអង្គត្រូវយាងទៅហើយក្រាបទូលព្រះរាជាសញ្ជ័យឲ្យគេទៅថ្វាយដំណឹងដល់ព្រះបាទវេស្សន្តររួចនាំសេនាចេញដំណើរទៅផ្លូវដើរត្រូវបានតុបតែងយ៉ាងស្អាតរាប់ពីចេតតុដនគរមកមានចម្ងាយ60យោជន៍ព្រះមហាពោធិសត្វបានដើរផ្លូវជាមួយនឹងបរិវារជាច្រើនពួកអាមាត្យបានត្រៀមរៀបចំរាជមាគាឲ្យរំលេចឆ្លោះឆ្លាស់ត្រៀបត្រាដោយផ្កាតាំងអំពីទីដែលព្រះបាទវេស្សន្តរទ្រង់គង់នៅរហូតដល់ក្រុងចេតតុដលំដាប់នោះកាលព្រះវេស្សន្តរញ៉ាំងពួកអ្នកសិវរះឲ្យចម្រើនទ្រង់យាងចេញអំពីព្រៃពួកយោធាទាំង 60000 ដ៏ល្អមើលពួកស្រីស្នំផងពួករាជកុមារផងពួកអ្នកជំនួញផងពួកព្រាហ្មណ៍ផងពួកពលដំរីពលសេះពលរត់ពលថ្មើរជើងពួកអ្នកជនបទពួកអ្នកនិគមក៏បានមកជួបជុំគ្នាហែហមផងដែរពួកទាហានពាក់មួកទ្រទ្រង់ខែលកាន់ធ្នូចងគ្រឿងក្រោះដ៏ល្អដល់ហែខាងមុខព្រះរាជាយាងផ្លូវ60យោជន៍អស់រយៈពេល2ខែទើបបានដល់ចេតតុដនគររួចទ្រង់ចូលទៅកាន់នគរដ៏ស្រស់ស្អាតហើយឡើងកាន់ប្រាសាទក្សត្រទាំងនោះបានយាងចូលទៅកាន់បុរីជាក្រុងគួរឲ្យត្រេកអរមានកំពែងនិងទ្វារខាងក្រៅដ៏ច្រើនប្រកបដោយគ្រឿងស៊ីនិងគ្រឿងផឹក
មានទាំងលបែងពីរយ៉ាងគឺរំនិងច្រៀងការរាជាកុមារញ៉ាំងពួកអ្នកសិវិរៈឲ្យចម្រើនស្ដេចមកដល់ពួកអ្នកជនបទនិងពួកអ្នកនិគមបានមកជួបជុំគ្នាត្រេកអរពួកមហាជនក៏នាំគ្នាលើកទង់ជ័យទូងនន្តិភេរីចូលទៅព្រះនគរព្រះបាទវេស្សន្តរក៏ទ្រង់ឲ្យឃោសនាដោះលែងសពសត្វចាកចំណងក្នុងកាលចិត្តភ្លឺក្នុងថ្ងៃចូលកាន់ព្រះនគរនោះឯងព្រះបាទវេស្សន្តរគិតថានាការរាត្រីភ្លឺច្បាស់ស្មោមទាំងឡាយឮដំណឹងថាអញមកប្រកាសជាពួកគេមកពំខានតើអញនឹងឲ្យអ្វីដល់ពួកគេលំពេចនោះភពរបស់សកទេវរាជបានបង្ហាញអាការៈក្តៅឈួលឡើងប្រងទ្រង់ធ្វើអវចនាការទៅជ្រាបច្បាស់នៅហេតុការនោះព្រះអង្គក៏បណ្ដាលរឹតធ្វើមេឃស្ទើរឡើងដុំអាប់បង្អោចុះមួយរំពេចនៅភ្លៀងរតនៈ7ប្រការខាងមុខឬខាងក្រោយនៃព្រះរាជនិវេសប្រមាណត្រឹមចង្កេះទូទាំងនគរប្រមាណត្រឹមជង្គង់ព្រឹកឡើងព្រះមហាពោធិសត្វប្រកាសថាទ្រព្យដែលធ្លាក់ចុះក្នុងខាងមុខឬខាងក្រោយត្រកូលណាចូលជារបស់ត្រកូលនោះចុះរួចទ្រង់ឲ្យគេនាំទ្រព្យសេះសល់មកដាក់ក្នុងឃ្លាំងរួមទាំងទ្រព្យដែលធ្លាក់ក្នុងរាជដំណាក់របស់ព្រះអង្គហើយព្រះអង្គតាំងការឲ្យទានជាធំទៅថ្ងៃមុខទៀតព្រះបាទវេស្សន្តរជាក្សត្រប្រកបដោយប្រាជ្ញាទ្រង់ឲ្យទានលុះបែកធ្លាយរាងកាយនោះទៅក៏បានស្ដេចទៅកើតក្នុងឋានសួគ៌តុសិតបរិយទេវលោកបាទចប់នគរកាន់ក៏ដូចជាចប់រឿងព្រះវេស្សន្តរទាំងមូលលុះបរិយាយនៅធម្មទេសនាមហាវេស្សន្តរជាដកប្រដាប់ប្រដាដោយគាថា1000នេះហើយទ្រង់បានប្រជុំជាដកថាជូជុគ្រានោះបានមកជាទេវទត្តអមិតតាបណាបានមកជានាងចេញចាមានវិកាចេតបុត្របានមកជាឆន្ទៈអច្ចតតបងបានមកជាសរិបុត្រសកទេវរាជបានមកជាអនុរុទ្ធព្រះបាទស្រីសញ្ជ័យបានមកជាព្រះបាទសទ្ធោទនៈមហារាជផុសតីទេវីបានមកជាសរិមហាមាយាមត្រីទីវីបានមកជារាហុលមេតាជាលីកុមារបានមកជារាហុលកណ្ហាជនីបានមកជាអបុលវណ្ណាបរិស័ទដសេះបានមកជាពុទ្ធបរិស័ទមហាវេស្សន្តរបានមកជាអញតថាគតសម្មាសម្ពុទ្ធនេះឯងចប់រឿងព្រះវេស្សន្តរជាដកដោយអំណាចនៃការអានរឿងព្រះវេស្សន្តរជាដកតាំងពីកាន់ទី1រហូតមកដល់កាន់ទី13កាន់បញ្ចប់នេះសូមបានជាបុណ្យកុសលដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាគ្រប់គ្នាអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងទៀតឡើយសូមអរព្រគុណនិងសូមអរគុណ